Ban chuẩn bị số bóng phone ở kiaថ្ងៃនេះខ្ញុំសូមណែនាំពីរបៀបលាងសម្អាតខាងចុងកំភ្លើងដីកេះនេះហើយយើងមិនបាច់មានអីច្រើនទេយើងគ្រាន់តែមានសាំងដូចខ្ញុំបង្ហាញនេះយើងអាចក្លុកលាងវាបន្តិចទៅគឺវានឹងឆេះធម្មតាវិញហើយថ្ងៃនេះខ្ញុំមាន2នេះដីកេះមួយទៀតដែលវាមានបញ្ហាដូចគ្នានឹងដែរគឺវាកេះអត់ឆេះទេហើយវាមានហ្គាសដូចគ្នាខ្ញុំបញ្ចូលហ្គាសរួចហើយអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមក្លុកលាងហើយយើងដាក់សាំងប៉ុណ្្នឹងមករួចហើយយើងចាប់ផ្ដើមក្លុកលាងនៅពេលដែលយើងក្លុកលាងប្រកាសថាជ្រះដីនិងប្រេងខ្លាញ់គឺវាធ្វើឲ្យម៉ាញ់ម៉ូតូយើងកេះអត់ឆេះទេអញ្ចឹងយើងបន្ទាប់ពីលាងរួចយើងចាប់ផ្ដើមទុកវាចោលជូតឲ្យស្ងួតនៅពេលដែលយើងជូតស្ងួតហើយប្រកាសថាលែងមានជាតិប្រេងសាំងគឺយើងអាចបញ្ឆេះបានហើយឥឡូវនេះខ្ញុំបានកេះឆេះធម្មតាហើយមានករណីខ្លះក៏មិនអាចឆេះដែរដោយសារវាម៉ាញ់ម៉ូតូចង់ខូចហើយមួយនេះវាម៉ាញ់ម៉ូតូវាចង់ខូចហើយអញ្ចឹងវាកេះអត់សូវឆេះទេជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នា